clear help yourself យើងបកប្រែថាម៉េចបកប្រែថាជួយខ្លួនឯងចឹងមែន clear ហ្នឹងមិនបកប្រែធំហ្មងណា clear ហ្នឹងមានន័យថាញ៉ាំញ៉ាំតាមសុបាយយកខ្លួនឯងញ៉ាំតាមសុបាយទៅឬក៏ប្រើតាមសុបាយឬក៏តាមស្រួលឧទាហរណ៍ can I have some cake យើងក៏តបទៅវិញថា sure help yourself បកប្រែថាខ្ញុំអាចញ៉ាំនំខេកខ្លះបានអត់យើងក៏តបទៅវិញថាបានតែញ៉ាំតាមសុបាយ help yourself ឧទាហរណ៍មួយទៀត can I use your charger យើងក៏តបទៅវិញថា sure help yourself បកប្រែថាខ្ញុំអាចប្រើឆ្នាំងសាកហ្នឹងបានអត់យើងក៏តបទៅវិញថាបានតែតាមសុបាយបងជួយបញ្យល់ពាក្យ move on មួយអូខេ on clear move on ហ្នឹងគឺជា phrasal verb ហើយអត្ថន័យរបស់វាហ្នឹងមានន័យថាបន្តទៅមុខឬក៏ឈប់គិតពីរឿងចាស់ឧទាហរណ៍ you should move on from your ex បកប្រែថាអ្នកឯងឈប់គិតពីសង្សារចាស់ទៅហើយបន្តជីវិតទៅមុខទៀតឧទាហរណ៍មួយទៀត I've moved on already បកប្រែថាខ្ញុំបានទុករឿងចាស់ចោលហើយឥឡូវបន្តទៅដំណើរទៅមុខទៀតឥឡូវឧទាហរណ៍ចុងក្រោយ let's move on to the next question បកប្រែថាតោះបន្តសំណួរទៅមុខទៀតចូលអ្នកគ្នា move on ពីសង្សារចាស់បានហើយ Transylvania ទៅ Transylvania You want to go where ឯងចង់ទៅណាដែរ Transylvania as soon as possible ទៅ Transylvania ឲ្យឆាប់បំផុតតាមតែអាចធ្វើបាន We don't fly direct to Transylvania. យើងអត់មានជើងហោះហើរត្រង់ទៅ Transylvania ទេ You don't អត់មានទេមែន You can go to Bucharest, but you'll have to switch planes in Chicago and then Zurich. ឯងអាចធ្វើដំណើរទៅទីក្រុង Bucharest បានប៉ុន្តែឯងត្រូវបដូរជើងយន្តហោះនៅទីក្រុង Chicago បន្តមកទៀតដូរម្ដងទៀតនៅទីក្រុង Zurich When would we get there អញ្ចឹងពេលណាបានទៅដល់នោះចុះ Well, the Chicago flight's delayed due to bad weather. ជើងយន្តហោះនៅ Chicago ត្រូវបានពន្យាពេលបាត់ហើយដោយសារតែអាកាសធាតុអត់ស្រួលThe 2 seats in coach. អញ្ចឹងកក់2កៅអីមែន two seat and coach មានថាកៅអី standard កៅអីធម្មតា You are drop dead gorgeous. Drop dead gorgeous. drop that gorgeous យើងបកប្រែថាឲ្យ clear នេះ clear នេះជា slang អត្ថន័យវាមានន័យថាស្អាតខ្លាំងមែនទេហ្មង we are extremely beautiful or very attractive តែស្អាតដល់ថ្នាក់គេឡើងភ្ញាក់ផ្អើលស្អាតខ្លាំងមែនទេហ្មងឧទាហរណ៍ she looked drop that gorgeous in that dress បកប្រែថាអូយនាងស្អាតខ្លាំងមែនទេហ្មងនៅពេលដែលពាក់រ៉ូបនឹងមកធម្មតាទៀត she looked drop that gorgeous at the wedding បកប្រែថាអូយនាងមើលទៅស្អាតមែនទេហ្មងនៅកម្មវិធីមង្គលការគេហ្នឹង you look drop that gorgeous ពាក្យ heart នេះមួយគឺមានអត្ថន័យច្រើនមែនតើអ្នកខ្លះក៏អានថា heart ចឹងទៅតែយើងរៀនអានតង់តាមគេទៅគឺ heart ទី1នឹងពាក្យ heart គឺបកប្រែថាពិបាកឧទាហរណ៍ this lesson is hard បកប្រែថាអូយមេរៀននេះឡើងពិបាកទី2ពាក្យ hard នេះគឺបកប្រែថារឹងវាអត់ទន់ឧទាហរណ៍ the bed is too hard បកប្រែថាអូក្រែនេះរឹងមែនតើទី3ក៏អាចបកប្រែថាខំប្រឹងប្រែងឧទាហរណ៍ she works hard every day បកប្រែថានាងខំប្រឹងធ្វើការរាល់ថ្ងៃនេះទី4ហ្នឹងក៏បកប្រែថាខ្លាំងឧទាហរណ៍ it's raining hard បកប្រែថាអូយភ្លៀងខ្លាំងមែនតើទី5ក៏អាចបកប្រែថាតឹងរឹងឧទាហរណ៍ don't be too hard on yourself បកប្រែថាកុំតឹងរឹងមួយខ្លួនឯងពេកឡើងឲ្យកុំដាក់ពីខ្លួនឯងពេកអញ្ចឹងណាអញ្ចឹងពាក្យ hard នេះមួយគឺប្រើបានច្រើនណាស់តាមបរិបទគេនិយាយណាអញ្ចឹងវាចំណែកបន្ថែមទៀតគឺកម្រិតខាងក្រោមហើយ